ជំរាបសួរបាទថ្ងៃនេះយើងជួបគ្នាសាជាថ្មីទៀតហើយបាទជាមួយនឹងខ្លីតែខ្លឹមតកតងជាមួយនឹងរបៀបធ្វើលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាប្រធានពន្យល់បែបសុភាសិតបាទយើងអត់ពេញប៉ុន្តែនេះគឺជារបៀបសំខាន់ដែលយើងអាចមើលទៅលើលក្ខខណ្ឌនិងបែបបទនៃការធ្វើលំនាំបញ្ហាចំណូលបញ្ហាចំណោទបញ្ហាយើងដឹងហើយថាតែសេចក្តីបើនិយាយពីលំនាំបញ្ហាគឺជាចំណុចចម្បងបំផុតហើយបងប្អូនទាំងអស់គ្នាតែមានបញ្ហាជាមួយនឹងការដើមនៃការសរសេរលំនាំបញ្ហាមែនទេបាទអញ្ចឹងថ្ងៃនេះលោកគ្រូនឹងយកនៅការបង្ហាញអំពីរបៀបការធ្វើលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាប្រធានបែបសុភាសិតបាទធានាថាល្អហើយងាយយល់ណាអញ្ចឹងបងមើលទាំងអស់គ្នាខ្ញុំយកប្រធានមួយយកមកដាក់ជាគំរូគឺសុភាសិតមួយលើកឡើងថាចំណេះជាហាប្រាជ្ញាជាអាវុធចូលពន្យល់ដោយលើកអំណាចមកជាអញ្ចឹងដើម្បីឲ្យតែងសេចក្តីនេះកាន់តែល្អការធ្វើលំនាំបញ្ហាគឺជាកត្តាចម្បងបំផុតដូច្នេះឥឡូវយើងមើលទាំងអស់គ្នាមុននឹងចាប់ផ្ដើមធ្វើតែងសេចក្តីនេះចូលបងមើលលើពាក្យបង្កប់បញ្ជាសិនថាចូលពន្យល់យ៉ាងម៉េចដោយលើកអំណាងមកបញ្ជាគេកំណត់ឧទាហរណ៍អត់ទេណាគេអត់កំណត់ឧទាហរណ៍ទេគេគ្រាន់តែប្រើពាក្យថាអំណាងមកបញ្ជាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ដើម្បីឲ្យការធ្វើលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហានៃសុភាសិតខាងលើនេះកាន់តែមានប្រសិទ្ធភាពកាន់តែមានភាពល្អស៊ីសង្វាក់ហើយអ្នកកែយល់នឹងអាចសន្និដ្ឋានបានថាមិនចាក់ប្រធាននោះបងអូនត្រូវទៅមើលទៅលើខ្លឹមសាររបស់សុភាសិតនេះសិនគេថាចំណេះជាអាហារប្រាជ្ញាជាអាវុធចំណេះជាអាហារប្រាជ្ញាជាអាវុធមែនទេបាទអញ្ចឹងគោលដៅរបស់គេសំដៅលើអីចំណេះថាចំណេះនឹងមិននៅពេលដែលយើងយកទៅប្រើប្រាស់វាបង្កើតបានជាអាហារហើយនៅពេលដែលមានបញ្ហាមិនអាចដោះស្រាយបានគឺត្រូវប្រើប្រាជ្ញាគឺភាពឆ្លាតវៃរបស់យើងនេះដើម្បីវាជាអាវុធមួយនៅក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាពអញ្ចឹងស្អីទៅអាវុធត្រង់នេះមិនមែនជាពូម៉ារបស់បងអូនឈ្មោះអាវុធនោះទេហើយក៏មិនមែនអាវុធសម្រាប់យកទៅបាញ់គ្នាដែរមិនមែនគ្រឿងសព្វាវុធទេប៉ុន្តែមានន័យថាវាជាគ្រឿងសម្រាប់ដោះស្រាយបញ្ហាដូច្នេះឥឡូវយើងមើលទៅមុននឹងយើងចាប់ផ្ដើមធ្វើលំនាំបញ្ហាចំណូលបញ្ហាចំណោទបញ្ហាមើលខ្លឹមសារសិនថាប្រភពរបស់វាមកពីណាគឺជាសុភាសិតអ្នកណាបង្កើតសុភាសិតហើយអីលោកបានបង្កើតសុភាសិតហ្នឹងអញ្ចឹងដើម្បីឲ្យដឹងច្បាស់ទី1មើលប្រភពសិនមើលប្រភពឲ្យបានច្បាស់លាស់អញ្ចឹងគឺសុភាសិតបានមកពីណាបានមកពីចាស់ព្រឹទ្ធាចារ្យណាបាទចាស់ព្រឹទ្ធាចារ្យបុរាណហេតុអីបានលោកបង្កើតនៅសុភាសិតទាំងអស់ហ្នឹងដោយសារតែឆ្លងកាត់បទពិសោធន៍នៃជីវិតបទពិសោធន៍ណាបាទគាត់ឆ្លងកាត់បទពិសោធន៍នៃជីវិតតែជួបឧបសគ្គជួបបញ្ហាដែលទាមទារឲ្យមានការដោះស្រាយអញ្ចឹងហើយលោកពេលដែលមានស្រាយនៅបញ្ហាទាំងអស់ហ្នឹងតែជួបនៅផលលំបាកតែជួបនៅទុក្ខព្រួយតែជួបនៅពិបាកនៅក្នុងការដោះស្រាយម្ល៉េះហើយលោកមិនខ្វល់ខ្វាយគិតគូរពីសុខនិងទុក្ខនៃការរស់នៅរបស់មនុស្សជំនាន់ក្រោយជាពិសេសបងប្អូនជំនាន់ក្រោយហ្នឹងចឹងហើយលោកមិនបណ្ដោយឲ្យអាបញ្ហាហ្នឹងវានៅតែពិបាកបន្តតពូជតពងតកូនតចៅទេចឹងហើយលោកក៏បានលើកយកនៅបទពិសោធន៍ទាំងហ្នឹងយកទៅណែចងក្រងទុកជាមរតកសម្រាប់ជាការត្រិះរិះពិចារណា
ដល់បងអូនអ្នកសិក្សាទាំងឡាយណាចំនួនក្រោយឲ្យបានដឹងឲ្យបានត្រិះរិះពិចារណាការពារជាមុននៅហេតុការណ៍ឬនៅបញ្ហាទាំងឡាយដែលអាចប្រឈមនៅក្នុងជីវិតដើម្បីជំនះឲ្យទទួលបានភាពជោគជ័យក្នុងចំណោមមរតកទាំងឡាយដែលលោកបានបង្កើតនោះក៏លោកបានបន្សល់ទុកជាសុភាសិតអប់រំមួយលើកឡើងថាចំណេះជាអាហារប្រាជ្ញាជាអាវុធតើសុភាសិតដែលបានលើកឡើងខាងលើមានអត្ថន័យនិងបង្កប់នៅតម្លៃអប់រំយ៉ាងដូចម្ដេចចំណងបញ្ហាមែនទេបាទអញ្ចឹងសុភាសិតគេបង្កើតឡើងសម្រាប់អប់រំសម្រាប់ទូន្មានដូច្នេះយើងអាចចោទសួរតើសុភាសិតដែលបានលើកឡើងខាងលើនេះមានអត្ថន័យនិងតម្លៃអប់រំយ៉ាងដូចម្ដេចឬបង្កប់នៅតម្លៃអប់រំយ៉ាងដូចម្ដេចក៏បានឬក៏តើសុភាសិតខាងលើមានអត្ថន័យនិងខ្លឹមសារបែបណាក៏បានដូចគ្នាចំណុចបញ្ហាអត់ពិបាកទេគ្រាន់តែយើងថាដោយអាស្រ័យនេះទើបមានសុភាសិតមួយក្នុងចំណោមនោះក៏មានជាសុភាសិតបុរាណមួយលើកឡើងថាអញ្ចឹងនោះមានន័យថាទីមួយយើងមើលប្រភពសិនប្រភពវាជាសុភាសិតហើយអ្នកណាជាអ្នកបង្កើតចាស់ព្រឹទ្ធាចារ្យហេតុអីបានលោកក៏បង្កើតអាហ្នឹងមកឆ្លងកាត់បទពិសោធន៍នៃជីវិតគាត់ជួបទំនាស់វិបត្តិឧបសគ្គដែលពិបាកក្នុងការដោះស្រាយទៅគាត់ខ្វល់ខ្វាយសម្រាប់យើងមនុស្សជំនាន់ក្រោយនេះក៏បានយកអាសនៈដៃទាំងនេះយកបានន័យថាយកអាបទពិសោធន៍ហ្នឹងយកមកចងក្រងយកមកបង្កើតជាស្នាដៃបង្កប់នៅអត្ថន័យនិងតម្លៃធ្វើយ៉ាងណាដើម្បីឲ្យយើងជំនាន់ក្រោយហ្នឹងត្រិះរិះពិចារណាគិតយកមករៀបចំសិក្សាស្វែងយល់ហើយដោះស្រាយសម្រាប់ជីវិតឲ្យបានល្អប្រសើរបន្តមកចំណុចបញ្ហាក្នុងចំណោមមរតកទាំងនោះលោកក៏បានបង្កើតជាសុភាសិតមួយលើកឡើងថាអញ្ចឹងហ្មងក៏បានបង្កើតជាសុភាសិតអប់រំមួយពោលថាក៏បានដែរចំណេះជាអាហារប្រាជ្ញាជាអាវុធតើសុភាសិតដែលបានលើកឡើងខាងលើបង្កប់នៅអត្ថន័យនិងខ្លឹមសារយ៉ាងដូចម្ដេចក៏បានតើសុភាសិតដែលបានលើកឡើងខាងលើមានអត្ថន័យនិងតម្លៃអប់រំយ៉ាងដូចម្ដេចបានដូចគ្នានេះវិធីទី1យើងមើលប្រភពទី2មើលខ្លឹមសាររបស់សុភាសិតសំខាន់គោលដៅរបស់គេគឺសំដៅលើអីចំណេះវាជាអាហារប្រាជ្ញាវាជាអាវុធអញ្ចឹងគោលដៅរបស់គេគឺសំដៅលើចំណេះដឹងហើយនិងប្រាជ្ញាខ្ញុំសួរថាពីរនេះគឺជាពាក្យកលឹះសំខាន់ណាស់មែនទេបាទជាពាក្យកលឹះសំខាន់បន្តបន្សំមួយទៀតដែលជាពាក្យកលឹះដែរនោះគឺអាវុធមែនទេអាវុធជាគ្រឿងដោះទាល់ជាគ្រឿងដោះបញ្ហាស្រាយបញ្ហាដូច្នេះក្នុងករណីនេះខ្ញុំសួរវិញបងត្រូវសួរជាប្រធានវិញថាចំណេះដឹងសំខាន់ទេសំខាន់បើមិនសំខាន់បងមិនរៀនទេហើយរៀនមិនស្រួលទេពីថ្នាក់ទី1មកតៃរហូតដល់ទី1រហូតដល់ទី12យូរ12ឆ្នាំបូកជាមួយនឹងមហាវិទ្យាល័យទៀតទៅច្រើនណាស់តម្រាំយើងទទួលបានចំណេះដឹងពិតប្រាកដណាបាទហើយគេថាវាជាអាហារហេតុអីបានចំណេះជាអាហារចំណេះយើងញ៉ាំបានទេមែនទេប៉ុន្តែន័យធៀបរបស់លោកមានន័យថាបើកាលណាមានចំណេះដឹងហើយយកទៅប្រើប្រាស់បង្កើតបានទៅជាអាហារគឺការរស់នៅជីវភាពរស់នៅហ្នឹងឯងចុះមិនបានមនុស្សចង់បាច់យកចំណេះដឹងយកទៅប្រើប្រាស់មិនក៏មិនដេកអេសពោះឲ្យមានណាមែបើដេកអេសពោះបាននោះមាននោះគេធ្វើគ្រប់គ្នាគេអត់ចាំបាច់ធ្វើការមែនទេប៉ុន្តែកត្តាធម្មជាតិនៃជីវិតគឺត្រូវការអញ្ចឹងមនុស្សត្រូវការញ៉ាំត្រូវការបរិភោគគឺអាហារតែអាហារនេះបានមកពីណាគឺការប្រើប្រាស់នៅចំណេះមែនទេបាទការប្រើប្រាស់នៅចំណេះយកទៅធ្វើការបំពេញកិច្ចការផ្សេងៗទៅតាមសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនដល់ពេលប្រើប្រាស់ទៅណាឧទាហរណ៍គណិតវិទ្យាអ្នកទាំងអស់គ្នារៀនទៅតើដឹងថាគណិតនេះយកទៅប្រើប្រាស់អីកើតទេតើយកទៅប្រើប្រាស់ទៅប្រកាសជាទទួលបានភាពជោគជ័យរហូតមែនទេថាអត់ទេប្រកាសជាមានបញ្ហាប្រកាសជាជួបឧបសគ្គព្រោះមនុស្សកើតមកអត់ទាន់ចេះភ្លាមទេរៀនចេះដឹងហើយយកទៅប្រើប្រាស់តែប្រើប្រាស់នេះបើអត់ដឹងផ្លូវប្រើបានអត់ថាបានប៉ុន្តែវាអត់ត្រឹមត្រូវវាអត់ល្អអញ្ចឹងប្រកាសជាជួបនៅឧបសគ្គអ
ចឹងគេថាបើជួបឧបសគ្គហើយយើងប្រើអីចោះប្រើប្រាជ្ញាស្អីទៅប្រាជ្ញាភាពឆ្លៀសវៃភាពឆ្លាតវៃណាការគិតពិចារណាមួយដែលល្អដែលឆ្លៀសវៃណាយកមកថ្លឹងថ្លែងហើយវាប្រៀបបីដូចជាគ្រឿងមួយសម្រាប់ដោះតចឹងមានន័យថាពេលដែលប្រើចំណេះមានបញ្ហាប្រាជ្ញានេះហើយគឺជាអាវុធមួយគឺជាគ្រឿងដោះស្រាយនៅបញ្ហាមួយដែលជួយធ្វើឲ្យឧបសគ្គទាំងឡាយត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពកាលណាដោះស្រាយប្រកបដោយប្រសិទ្ធភាពហើយនោះនឹងទទួលបានអីអាហារទទួលបាននូវចំណូលសមរម្យដែលអាចគ្រប់គ្រងកែប្រែនៅជីវភាពរស់នៅឲ្យល្អប្រសើរដោយឃើញពីតម្រូវការនៃចំណេះដឹងនិងប្រាជ្ញាពិតជាមានសារៈសំខាន់ដែលមិនអាចខ្វះបានសម្រាប់ជីវិតរស់នៅបែបនេះទើបចាស់ព្រឹទ្ធាចារ្យបង្កើតជាសុភាសិតអប់រំមួយលើកឡើងថាចំណេះជាអាហារប្រាជ្ញាជាអាវុធអញ្ចឹងមានន័យថាម៉េចយើងអាចនិយាយបានថាចំណេះដឹងនិងប្រាជ្ញាគឺជាកត្តាពីរដែលជាតម្រូវការរបស់ជីវិតមនុស្សរាល់រូបដែលមិនអាចខ្វះបានមនុស្សពេលដែលមានវ័យអាចចូលសិក្សារៀនសូត្របានហើយក៏ត្រូវបានណាតើណាបញ្ជូនឲ្យសិក្សារៀនសូត្រដើម្បីក្រេបជញ្ជក់យកចំណេះដឹងចំណេះជំនាញផ្សេងហើយនៅពេលដែលមនុស្សទទួលបានជំនាញពិតយកទៅអនុវត្តនៅក្នុងជីវិតតាមរយៈនៃការប្រកបកិច្ចការផ្សេងជួបនៅវិបត្តិឬឧបសគ្គនោះមានតែប្រាជ្ញានិងភាពឆ្លៀសវៃរបស់មនុស្សទេដែលអាចយកទៅប្រើប្រាស់សម្រាប់ដោះស្រាយនឹងបញ្ហាដើម្បីឲ្យមនុស្សទទួលបាននូវភាពជោគជ័យសម្រេចទៅលើរាល់កិច្ចការទាំងឡាយជៀសឆ្ងាយផុតពីឧបសគ្គបានដោយឃើញថាចំណេះដឹងនិងប្រាជ្ញាមានសារៈសំខាន់បែបនេះទើបចាស់ព្រឹទ្ធាចារ្យបង្កើតជាសុភាសិតអប់រំមួយលើកឡើងថាចំណេះជាអាហារប្រាជ្ញាជាអាវុធចំណូលបញ្ហាមែនទេចំណោទបញ្ហានៅដដែលតើសុភាសិតរបស់លើកឡើងខាងលើមានអត្ថន័យនិងបង្កប់នៅតម្លៃអប់រំយ៉ាងដូចម្តេចបាទនឹងគឺរបៀបធ្វើលំនាំចំណោទរបស់ប្រធានសុភាសិតឬពន្យល់សុភាសិតបើយើងចង់ប្រើឃ្លាភ្ជាប់សេចក្តីពន្យល់ពាក្យពន្យល់នៃប្រធានទៀតណាក៏ងាយស្រួលដែរអញ្ចឹងយើងដឹងអំពីខ្លឹមសាររបស់សុភាសិតយើងដឹងអំពីពាក្យកលឹះរបស់សុភាសិតហើយដូច្នេះយើងអាចនិយាយថាម៉េចឃ្លាភ្ជាប់សេចក្តីដើម្បីឲ្យងាយស្រួលអ្នកទាំងអស់គ្នាមិនបាច់ទៅបង្កើតអីញញ៉ៃច្រើនទេណាមិនបាច់រញ៉េរញ៉ៃច្រើនទេគ្រាន់តែដាក់ឃ្លាភ្ជាប់ងាយដើម្បីជាជំនួយជួយដល់ការបកស្រាយនៅសុភាសិតដែលបានលើកឡើងខាងលើឲ្យបានក្បោះបាយប្រកបដោយអត្ថន័យជ្រាលជ្រៅថែមទៀតនោះគួរក៏បីសិក្សាស្វែងយល់ពីអត្ថន័យរបស់ពាក្យកលឹះជាមុនសិនពាក្យថាចំណេះមានន័យថាការចេះដឹងណាមានន័យថាចំណេះជំនាញទទួលបានពីការសិក្សារីចំណែកឯពាក្យថាប្រាជ្ញាសំដៅលើភាពជ្រាលវៃភាពឆ្លាតវៃចំពោះអាវុធគឺជាគ្រឿងសម្រាប់ប្រើប្រាស់ដោះស្រាយនៅបញ្ហាដោះស្រាយនៅទំនាស់វិបត្តិផ្សេងៗដែលមនុស្សប្រឈមឬមនុស្សជួបប្រទះដូចនេះឬក៏តាមន័យរបស់ពាក្យកលឹះសុភាសិតដែលបានលើកឡើងខាងលើមានន័យថាការចេះដឹងចំណេះជំនាញយកទៅប្រើប្រាស់នៅក្នុងការបំពេញកិច្ចការនោះនឹងបង្កើនបានទៅជាចំណូលជាអាហារតែបើការប្រើប្រាស់នោះមានបញ្ហាមានតែគ្រឿងសម្រាប់ដោះស្រាយបញ្ហាផ្សេងៗប្រកបដោយប្រសិទ្ធភាពនោះគឺភាពឆ្លាតវៃនិងការចេះគិតពិចារណាបានល្អប្រសើរនោះទៅធ្វើឲ្យរាល់ដំណើរនៃការចិញ្ចឹមជីវិតក៏ដូចជាការបំពេញកិច្ចការផ្សេងៗទទួលបាននូវភាពជោគជ័យឬទទួលបាននូវប្រសិទ្ធភាពបាទអញ្ចឹងការបង្ហាញពីការធ្វើលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាបែបសុភាសិតព្រមទាំងឃ្លាភ្ជាប់ស្ដីពន្យល់ពាក្យពន្យល់នៃប្រធានសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងសូមអរគុណសំណាងល្អ
ជោគជ័យបាទ